សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមករៀនគូររូបនៅតាម PowerPoint ម្ដងទៀតហើយនៅក្នុងនេះដែរទាំងអស់គ្នាមានតែ PowerPoint នៅក្នុងកុំព្យូទ័រអាចគូររូបបានហើយអញ្ចឹងចាប់ផ្ដើមដំបូងដោយសារយើងគូររូបមើលពីក្រោយអញ្ចឹងយើងគូរសក់មុនគេព្រោះសក់យើងស្រួលគូរជាងគេអញ្ចឹងយើងយកអា shape ហ្នឹងមកយើងគូរចេញជារាងសក់មកយើងឆ្លាញ់រួញក្រោមយើងគូររាងរួញក្រោមអញ្ចឹងមកហើយយើងចាប់ផ្ដើមគូវាមួយអញ្ចឹងទៅយើងកុំខ្លាចខុសយើងគូទៀតធម្មតាឯងគូរូបនៅក្នុងកុំព្យូទ័រអីអញ្ចឹងដូចគូដៃគូអីដែរហ្នឹងតែយើងគូខុសយើងគូម្ដងទៀតយើងកុំខ្លាចថាយើងគូអត់ស្អាតគូខុសគូអីតែកាលណាយើងគូយូរទៅយើងរៀងរីកចម្រើនជាងមុនហើយអញ្ចឹងចាប់ផ្ដើមគូហើយយើងចាប់ផ្ដើមប្រើអាជំនាញ copy paste របស់យើងមក copy paste មកដាក់នៅផ្ទប់លើគ្នាទៅធ្វើម៉េចឲ្យវាចេញមើលទៅចេញរឿងសក់ហើយសក់ហ្នឹងយើងដែរយើងឆ្លាញ់ពណ៌អីយើងដាក់ពណ៌ហ្នឹងតែនេះខ្ញុំដាក់ពណ៌ខ្មៅហើយបន្ទាប់មកយើងចាប់ផ្ដើមគូស្មាគូដៃដែលយើងគូដៃពណ៌ទៅមុខអញ្ចឹងពេលយើងគូដៃយើងមិនបាច់ចាំគូម្រាមដៃគូអីទេយើងគូតែដៃឲ្យចេញទៅរៀងដៃសងខាងមកហើយដូចខ្ញុំនិយាយអញ្ចឹងអឺពេលណាយើងរៀនគូដបងយើងគូអត់ស្មើទេអញ្ចឹងយើងគូមកជារៀងហើយយើង copy paste មកជារៀងទៀតមកអញ្ចឹងកាលណាគូអញ្ចឹងបានហើយយើងចាប់ផ្ដើមគូខ្លួនម្ដងខ្លួនយើងគូដាក់ពណ៌ឲ្យចេញជារ៉ូបហ្មងណាអញ្ចឹងយើងឆ្លាញ់រៀងឆ្វែលយើងគូរៀងឆ្វែលយើងឆ្លាញ់ធាត់យើងគូធាត់យើងឆ្លាញ់ល្មមយើងគូល្មមអានេះខ្ញុំគូរៀងតូចឆ្វែលព្រោះអីរ៉ូបប៉ោងពេលគូរៀងចង្កេះរៀងឆ្វែលមើលទៅវាស្អាតអញ្ចឹងអានេះចាប់ដើមរើពណ៌រៀងសាវ៉ាដែរចង់ដាក់ពណ៌នេះបន្តិចពណ៌នោះបន្តិចតែមើលទៅដូចពណ៌ខៀវដាក់ពណ៌ខៀវមើលទៅពណ៌ខៀវដូចអត់តំណងហើយមើលដូរពណ៌ដូរអីចុះឡើងពណ៌ខៀវស្រាលផងផ្ទៃមេឃផងអីផងខ្មៅផងដល់ពេលចុះឡើងមើលទៅពណ៌រៀងលឿងបែករៀងកម្មៅនេះមើលទៅវារៀងចាំងស្អាតជាងគេអញ្ចឹងcôសម្រាប់ចិត្តយកពណ៌លឿងនឹងទៅអញ្ចឹងបន្ទាប់ពីយើងគូហើយយើងដាក់ពណ៌ដាក់អីហើយយើង copy paste មកហើយអាកន្លែងនេះគូមើលទៅដូចរៀងកហុញយើងលើកសក់ឡើងលើតិចមកមើលទៅអីធ្វើម៉េចមើលទៅឲ្យចេញរៀងហើយមកសមរម្យអញ្ចឹងយើងចាប់ដើមគូសពុតយើងសពុតពេលយើងគូរ៉ូបយើងគូសពុតហិតតប៉ោងហិតតល្អអញ្ចឹងយើងគូតែមកជារៀងសិនមកអញ្ចឹងធម្មតាជាសពុតវារួញហើយអញ្ចឹងយើងគូមកជារៀងហើយយើងដាក់ពណ៌លឿងដូចអាវខាងលើហ្នឹងហើយយើង copy paste ដាក់មកជារៀងទៀតមកពួកអីនៅក្នុង PowerPoint វារៀងស្រួលទេព្រោះពេលយើង copy paste មកវាមានអាកន្លែងចេញជាងកតដែលមើលទៅថាមកជារៀងហ្នឹងវាស្មើគ្នាមួយមកជារៀងទៀតអញ្ចឹងវាស្រួលមើលហើយបន្ទាប់មកយើងចាប់ផ្ដើមគូដៃអាវដៃរ៉ូបយើងចាប់ផ្ដើមគូដៃរ៉ូបអញ្ចឹងដៃរ៉ូបយើងមើលទៅរៀងតលាយពេកអញ្ចឹងយើងដាក់ដៃរ៉ូបមកជារៀងទៅខ្ញុំគិតថាមើលទៅវាស្អាតអញ្ចឹងខ្ញុំដាក់ដៃរ៉ូបមកជារៀងទៀតហើយយើងដាក់ពណ៌លឿងដូចគ្នាអញ្ចឹងបន្ទាប់ពីដៃរ៉ូបហើយមើលទៅដៃរ៉ូបនឹងរៀងតេពេកយើងដាក់រៀងយកអា shape ហ្នឹងគូរៀងភាយពីក្រោមតិចមកឲ្យវាចេញមើលទៅរៀងដៃស្អាតអញ្ចឹងណាបន្ទាប់មកដូចខ្ញុំនិយាយអញ្ចឹងគូរូបក្នុង PowerPoint មានអីទេក្រៅ copy paste ហ្នឹងជំនាញយើងស្រាប់ហើយអាហ្នឹង copy paste មកបានជាដៃមើលទៅឃើញជាដៃរ៉ូបហើយខ្ញុំមើលទៅដូចខ្វះអីទៅខ្ញុំថែមបន្តិចនៅដៃមកជារៀងទៀតnữaតែអានឹងដឹងស្អីទេតែថែមទៅមើលទៅវាតំណងដែរដាក់ចឹងហ្មងទៅថែមមួយទៀតទៅហើយបន្ទាប់ពីគូអញ្ចឹងហើយខ្ញុំមានអារម្មណ៍ថាសពុតហ្នឹងមើលទៅដូចរៀងតលាយពេកអញ្ចឹងខ្ញុំក៏គិតថាបើសិនជាយើងដាក់ស្បៃពីក្រៅមកជាន់ទៀតប្រហែលជាវាមើលទៅរៀងស្អាតអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាយើងព្រមវាឲ្យទូចហើយយើងគូយកអា shape line ហ្នឹងយើងគូមកគូជុំវិញទៅមកគូជុំវិញឲ្យចេញជារៀងសពុតហ្នឹងមកខ្ញុំដាក់វាជាស្បៃយើងគូមួយទៅយើងខុសយើងកែយើងគូខុសយើងកែខ្ញុំគូដបងក៏មិនមែនគូមកវាចេញឆ្វែលស្អាតចឹងដែរតោះតែយើងរៀនយូរទៅបានវាគូមកយើងស្មានដៃត្រូវ
ដល់ពេលហើយអានេះយើងដាក់ដូរពណ៌លឿងមកហើយយើងយកអា transparency នេះយើងដាក់មកវាចេញរៀងមើលទៅឃើញរៀងស្បាយស្បាយហីចុះពីគូអញ្ចឹងហើយខ្ញុំមានអារម្មណ៍ថាមើលទៅសក់នេះរៀងទលាយពេកខ្ញុំក៏គិតថាគួរថែមគ្រឿងអលង្ការឬក៏ថែមបូតែមើលទៅប្រហែលជាថែមបូមើលទៅសភាពស្អាតជាងអញ្ចឹងខ្ញុំក៏គិតថាថែមបូនៅសក់បន្តិចទៀតហើយយកពណ៌លឿងដូចគ្នាដើម្បីឲ្យមើលទៅយើងមកឈុតលឿងហ្មងណាដូចគ្នាកន្លែងហ្នឹង copy paste មកយើងធ្វើម៉េចឲ្យបូធម្មតាបូវារៀងមានរៀងថៃកោណនេះយើងគូមិនគូយកអា shape line ហ្នឹងគូឲ្យចេញរៀងជាថៃកោណមកហើយយើងពហិវាតិចមកបន្ទាប់មកយើងចង់បានវាជាជាន់យើងគូអាមកយើង copy paste យកអាមកជាន់ទៀតមកហើយរៀងទូចមកមើលទៅចេញជារៀងបូហើយបន្ទាប់មកដាក់គ្រប់វាទៅកុំឲ្យវាលោតញ៉ៃញ៉ៃហើយយើង copy paste វាមកជារៀងទៀតមកយកមកបន្ទាប់លើគ្នាមកវាចេញជារៀងបូហើយបូហ្នឹងមើលទៅវារៀងទលាយយើងថែមរៀងកតុយបូបន្តិចមករៀងបែបខ្សែរួញរួញណាអញ្ចឹងអាខ្សែហ្នឹងក៏ខ្ញុំដាក់ពណ៌លឿងដែរនិយាយទៅពណ៌លឿងមកឈុតហ្មងយើង copy paste មួយទៀតមកដើម្បីឲ្យខ្សែហ្នឹងមើលទៅវារៀងវាមាន2ជាន់ទៅវាមើលទៅវារៀងស្អាតជាងយើងដាក់ខ្សែតែមួយអញ្ចឹងណាហើយយើងដាក់វែងមកជារៀងខ្លីមកជារៀងតិចមកมันមើលទៅឃើញវាតំណងស្អាតហើយបន្ទាប់មកយើងចាប់ដាក់ស្រមោលព្រោះអីបើយើងអត់ដាក់ស្រមោលមើលទៅអាបូដែលយើងគូនឹងវារៀងវាអត់លិចចេញណាយើងដាក់ស្រមោលមកមើលទៅឲ្យវារៀងលិចចេញពីសក់បន្តិចពីអាផ្ទៃខ្មៅសក់យ៉ាងអានេះខ្ញុំចាប់ដាក់ស្រមោលទាំងដៃរ៉ូបដៃអីហ្នឹងយើងដាក់រៀងស្រមោលតិចមកឲ្យមើលទៅឃើញដូចរ៉ូបមែនតែនអញ្ចឹងណាបើយើងអត់ដាក់ស្រមោលវាទេយើងមើលទៅវាគូវាអត់មានស្រមោលមើលទៅវាអត់ស្អាតទេហើយពេលគូយើងខ្ញុំមានអារម្មណ៍ថាសពុតដូចជារៀងទលាយពេកជាយសពុតខាងក្រោមណាអញ្ចឹងខ្ញុំគិតថាជាយសពុតខាងក្រោមហ្នឹងគួរតែមានអីរៀងlike ដុំអីយើងអាចដាក់មើលទៅមានជាយសពុតមានម៉ូតអញ្ចឹងខ្ញុំក៏សម្រេចចិត្តយកអា shape កន្លែង shape ហ្នឹងយើងយកអារូបគូនេះយើងចេះតែគូទៅយើងខ្វៀសវាមកវាចេញរៀងហើយយើងខ្វៀសមកយើងគូបែបពេលស្បៃយើងរួញចូលគ្នាអញ្ចឹងយើងគូខ្វៀសអញ្ចឹងមកដល់ពីគូខ្វៀសហើយយើងដាក់ពណ៌លឿងតែហើយយើងដាក់រៀងវារៀងtransparent ណាដែលមើលទៅរៀងស្បាយហើយបន្ទាប់មកពីបានស្បាយហ្នឹងហើយយើងព្រមវាឲ្យតូចបន្តិចហើយយើងដាក់វាបន្ទប់លើគ្នាមកឲ្យចេញជារៀងមូលស្អាតតិចមកហើយបានយើងចាប់ផ្ដើមcopy paste ទៅដាក់ជាសពុតយើងរ៉ូបយើងហ្នឹងណានេះយើងចាប់ផ្ដើមដាក់វាអញ្ចឹងមក copy paste ទាញវាតគ្នារហូតមកដាក់បានជាសពុតហ្នឹងហើយមើលទៅវាដូចជាសពុតស្បៃសពុតអញ្ចឹងណាចឹងបន្ទាប់ពីដាក់ជាសពុតនឹងហើយរូបរបស់យើងបានរួចរាល់ហើយកូនកុំមើលពីក្រោយមើលទៅឃើញរ៉ូបព្រៀងប៉ោងស្អាតមែនតែនហ្មងហើយសក់ហើយនឹងបូមើលទៅស៊ីគ្នាស្អាតបែបសុភាពណាអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនាហើយកុំភ្លេចជួយចុច like ហើយនិង subscribe ផងដើម្បីទទួលបានវីដេអូថ្មីនៅពេលបន្តទៀតអរគុណបាយបាយ